ត្រីអីបងនេះអានេះគេហៅសាមរ៉ៃសាមរ៉ៃបាទសាមរ៉ៃអូសាមរ៉ៃឈ្មោះជប៉ុនណាបងណា ជប៉ុន អូជប៉ុនចូលមកពីងនេះបងមិនតិចពាន់ក្បាលនេះចូល100ក្បាលណា ថាជា500 500ក្បាលអានេះមេមួយឈ្មោះមួយបងណា បាទមេមួយឈ្មោះ អូអានេះមួយក្បាលប្រហែលបើយើងពេញវាបោះគេនេះលក់បានថ្លៃខ្ញុំលក់បានតែ 5000 មួយក្បាលណាបាទ 5000គេយកទៅលក់បន្តប្រហែលជា 10000 ជាងអូមានឈ្មោះមកលក់ទិញយកតដែរអូអញ្ចឹងយើងលក់តម្លៃសមរម្យណាគេអាចគេរកស៊ីបន្តបានណាបាទបងប្អូននៅខ្ញុំកំពុងស្ថិតនៅកន្លែងទីតាំងចិញ្ចឹមត្រីក្រឹមមួយបាទដែលមានបងប្រុសនេះគាត់ឆ្លៀតពីការងារធ្វើនំគាត់មកគេថាប្រកបរបរចិញ្ចឹមត្រីក្រឹមបាទសម្រាប់យកទៅតាំងលម្អតាមនៅឋានយកទៅគេថាក្មេងៗយកមកអួតនីលេយអីចឹងទៅបាទកំសាន្តវាបញ្ជុលលេងកំសាន្តបាទហើយគាត់ចិញ្ចឹមច្រើនមើលរាប់ពីងច្រើនទៀមមែនតើបាទជននេះបងប្រុសទៅជាម្ចាស់កន្លែងចិញ្ចឹមត្រីក្រឹមបាទណាហើយមើលទៅគាត់មានពីងមានកធុនមានកែវមានតាមដាក់កាលគាត់ហ្នឹងមានកន្លែងភ្ញាស់កូនមានកន្លែងចិញ្ចឹមមេត្រីហើយមានប្រភេទពូជវាអីយ៉ាងម៉េចហើយមើលទៅគាត់បានចំណូលគួរសមដែរបានគេថាវាភ្ញៀវមកទិញខ្លះទិញ30 40ក្បាលជាក្បាលតាមអញ្ចឹងតាមគេតម្រូវការគេតាមអ្នកខ្លះក៏ដាក់កន្លែងទៅតាំងធំទៅគាត់ទិញច្រើនទៅណាបាទឥឡូវនេះហើយអាចបង្កើនមុខរបរបង្កើនចំណូលសេដ្ឋកិច្ចគ្រួសាររបស់គាត់បានមួយចំណែកដែរបន្ថែមពីការធ្វើនំគាត់ធ្វើនំលក់ទៀតហើយមានដាំចកាដំណាំបត្រាអ៊ីហូហែដែរគាត់មានតែប្រភពចំណូលគាត់មានច្រើនបាទឥឡូវយើងចង់ដឹងពីបបពិសោធន៍ពីបងប្រុសមើលហើយយ៉ាងម៉េចដែរបងប្រុសជួយដែរវ៉ាន់ឆៃបងវ៉ាន់ឆៃណាបាទអូបងឆៃហើយនៅនេះហៅភូមិបេងណាភូមិបេងភូមិលងវិលបាទហើយបងប្រកបមុខរបរចិញ្ចឹមត្រីក្រឹមនេះប្រហែលឆ្នាំហើយបងយូរខ្ញុំចាំតាំងពីអាយុ14ឆ្នាំឥឡូវ44ហើយ30ឆ្នាំហើយ30ឆ្នាំជិះបបពិសោធន៍ពេញខ្លួនទៅណាបាទឥឡូវនេះចង់មកនិយាយពីចំណូលសិនចំណូលពីការចិញ្ចឹមត្រីក្រឹមបងមិនដែរមានម៉ួយមកទិញហូហែមិនដែរបងចំណូលមានបងឲ្យតែមានត្រីគេមកយកអស់មានត្រីមកយកហើយ2000ក្នុងតម្លៃមួយកូនត្រីមួយណា2000តម្លៃចាប់ពីមួយក្បាលប្រហែលតែបង2000ឡើងដល់15000ណាមានដល់$10ទេអត់ទេត្រីខ្ញុំអត់ដែរមានដល់បានទៅ15000កូនត្រីអូត្រីពេញលេងគេទិញលេងណាពីមកទិញហ្នឹងមានភ្ញៀវមកកណាខ្លះគេមកទិញត្រីក្រឹមបងនេះយើងគេក៏មកតាមទូរស័ព្ទមកអីចឹងហើយគេស្គាល់ណាបាទមានអីសិស្សសាលាសិស្សអីទៅបាទហើយគេទិញយកទៅលក់បន្តគេមករោយើងបងទិញម្ដងប្រហែលក្បាលទេបងបើយើងមានថាយើងមានត្រីនេះហើយគេយកទៅគេស្រឡាញ់ទៅគេយកមាន100គេយកទៅ100អូ100ឲ្យយើងភ្ញាស់តន់អត់ទៅយើងថាត្រីយើងពេញលេខថ្មីលេខអញ្ចឹងរយៈពេលប្រហែលខែដែរដែលយើងអាចគេថាយើងអាចភ្ញាស់ឲ្យលក់បានណាត្រីបសបូនុយអាយុវា4ខែកន្លះទៅ5ខែយើងចាប់ដល់ប្រមូលផលបានអូអញ្ចឹងបងឯងចិញ្ចឹមច្រើនហើយប្រហែលពីងនេះបងនេះពីជិត20ពីងដែរជិត20ពីងហើយមានធុងមានកែវផ្សេងទៀតបាទមានកែវធុងផ្សេងអូអញ្ចឹងអាចចំណូលក្នុងមួយសប្តាហ៍អាចមួយសាឬមួយយ៉ាងម៉េចហ្នឹងមួយសាប្រហែលដែរបានប្រហែលដែរចំណូលបានវាគេតែយកប៉ាន់ប្រហែលជា1000ដែរមួយរដូវវាគឺរយៈពេល4យើងថាយើងចាប់ពីយើងបង្កាត់ទៅវារយៈពេលបាទពីភ្ញាល់រហូតដល់លក់អស់អាយុ8ខែបាទចំណូលប្រហែលជា1000ដែរណាហើយមានអាចចំណូលរីរងចាំថ្ងៃដែរបាទចាំថ្ងៃផ្សេងចាំថ្ងៃមានមកទិញប្រហែលក្បាលទេមក2 3ក្បាលអូអញ្ចឹងចំណូលរាប់ម៉ឺនមួយចាំថ្ងៃផ្សេងទៀតបាទអាចចំណូលដុំវា1000ជាងទៀតណាបាទហើយអាចចំណូលរាយប្រចាំថ្ងៃប្រចាំអាហ្នឹងផ្សេងនឹងអាចផ្គត់ផ្គង់គ្រួសារយើងអាចទិញម្ហូបអីព្រោះកូនតរៀននេះបានណាអញ្ចឹងវាបង្កើនចំណូលដែរបាទហ្នឹងបងឯងជួយឥឡូវបង្ហាញបបពិសោធន៍តិចមើលយើងក្រៅពីមុខរបរប្រចាំថ្ងៃយើងជាបរិចិញ្ចឹមត្រីអាចមានបបពិសោធន៍ដល់កសិករយើងគាត់ដែលថាអាចចង់បង្កាត់ពូជរបៀបពីការចិញ្ចឹមអីយ៉ាងម៉េចមុនដំបូងយ៉ាងម៉េចអាចជួយរាប់ទីមុនដំបូងធ្វើម៉េចបងបាទត្រីនេះមុនដំបូងយើងត្រូវប៉នមេពូជវាបាទយើងប៉នមេពូជវារយៈពេល2ខែយើងបំប៉នដាក់អីហ្នឹងប៉នទឹកឲ្យស៊ីបងឌូទឹកតាមបន្លែតាមមកឲ្យស៊ីបាទប៉នរយៈពេល2ខែទៅបានយកមកដាក់ជំនួសឈ្មោលបាវាបាទដាក់បាវាយើងដាក់ក្នុងពេលទៅទឹកពាកកដាលទៅបាទ
ទឹកទីកដាពេញដាក់ស្មៅដាក់ទឹកចេកដាក់ក្រហមអញ្ចឹងទៅ បាទ នេះដាក់មេបាចូលទៅតែពេលត្រីចាប់ដើមពងគឺយើងចាប់មេចេញ បាទ ពងយើងចាប់មេចេញ អូហេតុតែបានយើងអញ្ចឹងបងហេតុបានចាប់ មេស៊ីកូន អូ មេទុកនោះវាស៊ីកូនបបាវាស៊ីទេ ហើយកូនវារយៈពេលប្រហែលបានភ្ញាស់មកជាកូនពងវា 3ថ្ងៃភ្ញាស់បាទប៉ុណ្ណាបើពងចាស់ល្អតែមកយកឲ្យញាស់បើពងរៀនស្ទើ2ទៅ3ថ្ងៃ អាក្តីក្រឹមលឿនណា បាទហើយរយៈពេលមកទៅបានវាចេះពំចែកទឹកចែកទឹកក្រហមបាទចែកទឹកក្រហមបាទ អូហើយមកទឹកហើយយើងបំបែកវាទៅពេលហ្នឹងយើងរហូតដល់ប្រមាណយើងអាចយកបំបែកវាជាតែថាច្រើនណាមកក្នុងត្រីមេមួយបងប្រមាណកូនប្រមាណទេបង ត្រីមួយបើគេនេះប្រកាសសខ្ញុំសវាសបោមេខ្ញុំប្រកាសវាសបោមេបង បាទ មកពីមាន800 1000តែឈ្មោះបានតែ200 300ខ្ញុំប្រកាសរបស់គេបានឈ្មោះច្រើន បាទ វា អូក្នុងមួយក្បាលបាន800 1000កូនត្រី បាទ អូហើយមេហ្នឹងមានប្រមាណក្បាលនេះ មេខ្ញុំប្រព័ន្ធទុកមួយឆ្នាំទៅ30ក្បាលហើយ 30ក្បាលហើយ យើងកាត់វាខូចខ្លះខ្លះ បើ30ក្បាលបើមួយក្បាលតែ500ក៏10000ក្បាលជាងដែរច្រើនណាស់ តែយើងភាគចាវិសបោមេសត្វត្រីនេះ អូសបោមេណា បាទ ឈ្មោះ ភាគតិចទៅ30%ឈ្មោះ40% អាហ្នឹងមេប្រមាណក្បាលប្រើឈ្មោះមួយក្បាលប្រើមេប្រមាណក្បាលបង មួយបងមួយក្នុងមួយពីងមេមួយក្បាលមួយ អូវាមួយតទល់គ្នាណា បាទមួយតទល់គ្នា អូហើយយើងរើសពូជមិនដែរបងហ្នឹង រើសពូជអានេះត្រីបញ្ជួលយើងរើសពូជល្អដែរថ្លៃដែរ រឿងពូជពីណាមកពូជយើង អាចនាំចូលពីម៉ាឡេពីយូនេះចឹងមក អូពូជមួយក្បាលប៉ុន្មានយើងនាំចូលមក នាំចូលបងម៉ាឡេឌូឲ្យថ្លៃបងមកក្រប$50មានដល់70ក៏មាន អូយើងយកពូជមកណាហើយមកបកាត់ខ្ញុំបកាត់ពូជម៉ាឡេ ពូជម៉ាឡេណា មកម៉ាឡេ ពូជម៉ាឡេមានឈ្មោះវាតែពូជម៉ាឡេមកណាមានឈ្មោះត្រីប្រភេទអីណា ត្រីម៉ាឡេហៅត្រីម៉ាឡេ ត្រីម៉ាឡេហើយត្រីហ្នឹងគេយកទៅធ្វើខ្លះបងគេទិញមកយើងទៅតាំងល្អឬមួយ តាំងល្អផងគេយកទៅបញ្ចូលលេងកំសាន្តផង តាំងតាម បាទ ចក់កែវតាមផ្ទះតាមស្ថាគារតាមស្ថាគារមានទេ ថាគេមានដែរបួកនោះគេយកទៅតាំងតាមនេះមានអាប្រភេទត្រីល្អគេនៅនោះមាន បាទអូតាមស្ថាគារណា បាទ ត្រីលម្អមាន ខ្ញុំប្រកាសលើបន្តិចហ្នឹង ត្រីលម្អ នេះបាទត្រីល្អ បាទ នេះអត់ចូលទេអានេះពួកគេតាំងល្អស្បៃស្អាតបាទត្រីអីបងនេះ អានេះគេហៅសាមរ៉ៃ សាមរ៉ៃ បាទសាមរ៉ៃ អូសាមរ៉ៃឈ្មោះដូចជប៉ុនដែរបង ជប៉ុន អូជប៉ុនចូលមកពីងនេះមិនតិចពាន់ក្បាលនេះចូល100ក្បាលណា ថាជា500នេះ 500ក្បាលអានេះមេមួយឈ្មោះមួយបងណា បាទមេមួយឈ្មោះ អូអានេះមួយក្បាលប្រហែលបើយើងពេញវា បោះគេនេះលក់បានថ្លៃខ្ញុំលក់បានតែ5000 មួយក្បាលណា បាទ5000គេយកទៅលក់បន្តប្រហែលជា10000ជាង អូមានឈ្មោះលក់ទិញយកតដែរអូអញ្ចឹងយើងលក់តម្លៃសមរម្យណាគេអាចគេរកស៊ីបន្តបានណា តបាន បាទអូអានេះមិននេះមើលខ្ញុំអានេះមិនធំបងណាត្រីវាអស់ធំទៅប៉ុណ្ណា ធំច្រើនមកធំច្រើន អស់ត្រីវាប៉ុន្មានអាហ្នឹងអស់ធំវាប៉ុន្មានដៃមេជើង បាទប៉ុនម្រាមដៃប៉ុននេះ ប៉ុន្មានដៃណា បាទ បាទអានេះគេយកទៅជុលឬមកយកតាំងលម្អ នេះគេតាំងល្អមើលជុលកើតនេះ បាទតាំងលម្អណាហៅត្រីជប៉ុនអត់ដីសាមរ៉ៃឈ្មោះសាមរ៉ៃអាពូជម៉ាឡេដែរ អត់ទេពូយើងនឹងពីណាមកទេខ្ញុំទិញតពីគេដែរ ទិញតដែរណាអូខេបាទចុះអានេះពូជអីដែរបងនេះ អានេះពូជត្រីម៉នេះហើយត្រីម៉ ត្រីម៉ ត្រីម៉ាឡេ ត្រីម៉ម៉ាឡេអូនេះសិបកាត់ហើយនេះបានរយៈពេលប្រហែលត្រីនេះ អានេះរយៈពេលវានេះ2ខែជាង 2ខែជាង បាទ អញ្ចឹងរយៈពេល4ខែប្រមូល 4ខែកន្លះបានប្រមូលផល នេះចិត្តប្រមូលផលនេះ នៅបែប2ខែ 2ខែទៅប្រមូលផលហើយចំណីវាស៊ីត្រូវស៊ីចាច់ទឹកហ៎ ចាច់ទឹកយើងថាអត់ចាច់ទឹកយើងចំណីក្របនេះចំណីត្រី អូដាក់ចំណីត្រីស៊ីដែរណា បាទទូទូ អូវាប្រឈមនឹងជំងឺទេបាទមុខរបរ ជំងឺទៅ វាឈឺមិនដែរហ្នឹង វាឈឺវាទៅអន់វាចង់ស៊ីនុយទេខែនេះវា អូវាអន់ណា បាទ អន់ចង់ស៊ីនុយហ៎ បាទ មូលហេតុហ្នឹងវាត្រជាក់វាអី ដូចវាទៅជាមកដូចវាធ្លាក់រោគមកសា ធ្លាក់រោគណា ដូចមន់ដែរមន់ចឹងដែរខែនេះចាប់ដើមមានរោគ ហើយវាគាត់វាអត់សូវស៊ីចំណីតែប៉ុណ្្នឹងឯង ងាប់ដែរបង ងាប់ខ្លះដែរ បាទនេះងាប់ឃើញនេះដល់ងាប់ អូងាប់ រស់ ហើយយើងធ្វើមិនបានព្យាបាលវាហ្នឹង ពិបាកព្យាបាលដែរបង យើងធ្វើមិនអាហ្នឹង ដាក់លឹកតបែកដាក់លេខលឹកអីទៅលឹកចេកច្រើន អូដាក់លឹកយើងដាក់លឹកតបែកលឹកចេកហើយក៏ផ្លោកទៅ បាទ ដើម្បីហ្នឹងដើម្បីឲ្យវា ផ្លោកនេះអត់ អត់ មានពាក់ព័ន្ធទេពាក់ព័ន្ធលឹកតបែកលឹកចេកនេះ អូស្លឹកចេកទុំណាស្លឹកចេកទុំតបែកហ្នឹងដាក់ដើម្បីអីឲ្យជួយមែនហ្នឹង វាកាត់ថយចៃតែនេះនៅតែរោគនេះងាប់ បាទអញ្ចឹងស្លឹកតបែកហើយនឹងស្លឹកចេកជួយកាត់បន្ថយចៃឲ្យមានដាក់ថ្នាំអីទេ បាទអត់ អត់ប៉ុន្តែងាប់ពាក្យតិចអីទេ ខ្ញុំដែរងាប់ដែរនេះទៅងាប់
บองจำได้งอไปนะมันบอลแบบซอสดาราปีมุกนั่นเลยได้ปลาทำไม่ได้บางอย่างไอ้ปลาเตตราทำเตตรานะเอาช่วยเตียงเยอะบุญตามกรอบไปเถอะอ๋อนั่งเตตรานะเตตราช่วยเองเอาเบียช่วยเวียกัดเวียเอาเวียโดยเฉพาะสาไอเวียนั้นเวียนั้นได้กอบจะด่าเถอะจะด่านะบอลมาได้งอไปให้เติมหนึ่งนี่มีงอคลานะงอคลานะคนจีตูเตอร์มันงี้ใช่ไหมนะมันงี้พวกนี้เป็นโรคมอนเนี่ยบ่มอนเวโรกเจริญกันดองนะกันดองจอได้ยังสลับไอ้เนี่ยกันดองจอนั่นก็ใบมวยเอาเวสาดกับมันพอเตยขนมสมบัติเวคามคนนี้เวดัดเครื่องแต่ยังจับไปใบที่เวสาเครื่องมันยังจับใบโมยที่ที่สูโอ้ยังจับบาเตยได้ระบุให้เรือเตยหล่อนังเตยขนมเปียจากเวจักเนซีหรือว่าเวดัดมือได้ที่เวจักเนซีหลายเครื่องหลายที่ยังใบจงทั้งที่เวสาโอ้เตยมาเจ็ดวิ่งยังหาเตยระบุเตยบุยังมาทายไปกับไหนนี่ไอ้จะเป็นเชียร์ที่ยังใบโมยนะตึมมันตึมย่อยก็เป็นสไลด์เป็นไอ้ได้สไลด์มั้งเนี่ยอันนี้เวดอกฟูเป็นสไลด์ดอกสไลด์จะใส่หนูสลักเองนะมองสลักเองสลักเองสลักกระบายเจ้าเนี่ยคิ้วเนี่ยสลักเองอันนี้สมาร์ตตึกโอ้น่าสมาร์ตตึกได้เอาไปเจี๊ยเอาไอ้กับมอยเอาไปตุ้มมันนั่งตึมย่อยนะตุ้ยเลยตึมตุ้ยเลยโอ้หน่อยตุ้ยเลยมาขายนะบ้าขายนี่บ่มีนบอลโอนยังtrong tinhยกtừ tăng làm o rồi bôi trong giờ chú lê với đắng tô mong mày bọn tam lệ sập này biết rồi lệ sập màn đấy sồn bài của muối sải 4 hạ 4 học buồn đón tiếp bữa sồn bài của muối sải 4 hạ 4 học buồn bè đừng ai chạy tô món bên miền đấy ai chạy bỏ đông của bạn này mà ai tinh tranh tamสมรรถเพียบไตรtam mặtเพียบนะbà ai chân tinh vô từ lụa to của bạn này chỉ ai chạy lấy bạn đấy ai cho bà cao chùm nô hay bà sẽ là quạt ta quạt trong chạy cái tê này ca riêng ca châm riêng nàyไม่ได้เรียนบ้านนะปลาบ้านแต่ปลาจึงบอกลวดต่างโคนดอต่างไปใจกันที่นี่กาจำนะก็ใจแค่ดังเยอะใจดังนั่นมันการจำโน้ตเยอะมันเละมันเละมันเละเต้จังสู้งอเลยสู้ยังบ้านใจมันนะจังยังมันเละได้จังใจมันเละปอดเสาด้เดี๋ยวมันจีบกายมาแต่ก่อนยังถ่ายยังเละบ้านยังจุ่มเกยจุ่มไม้จังยังไอ้กัดโรจโนกองบุษายังบ้านยังเดี๋ยวซาบอมมีปอดเสาซาแบบน้ำหายbà khẳng đấy sao chán bà trứng ăn ói biếp chỉnh châm là biếp ngọt biếp cà pia biếp mà giờ mấy mơ tây à na pui ấy à na đầu xi ấy đằng ói vào đấy bà nên thì cô được sao bằng pro đây quạt miền một bò chỉnh châm tây cấm ní kia một bò bàn hai bò đây quạt miền là bò lông mũi tiết hai là lông và cái say sro hay miền nhà khi bây giờ bây giờ chấm nấu là bà đây quạt miền chấm nấu tại mà mục tiêu của quạt miền cô miền trái từ cả là điền sốt đấy quạt tập xài xong thế là bây rột chấm nấu là bà là ngày cái khuyên miền mì tây muối bà mì tây muối mạch đá đấy small này là small cái sam ơi kia vô từ chua sam ấy lên bà ôi dập chuaเลยthayไปchuaเลยโอ้thay dậpนี่àเนี่ยคลั่งnày này cào điไปchua là mới thay giờ mà baประมาณđấy thâu phật mơn pram thâu mơn pram thống mà đọc là 70,000á phải chua xế nhà tăng làm off xế nhá chứ nè để trong chua lấy ai chẹt tôm còn ai chợ điนี่สำหรับchua để sắm rắn vô mấy đấy bà ngay bà ở con cha mong ôn để ban tết sana chúng ta ở trong ban pui tây cram ấy tăng làm o ấy bà mà chẹt tôm mùi bong pro bàแต่มีแต่เจียบเป็นดาวนั่นบ้านภูมิเบ้งคุมลงเบอร์สองสองcái khaiบันดาบองตามไปซับไปยังมาเจียชูนมันเป็นยังไง